OK សួស្តីអ្នកទាំងអស់គ្នាមានអ្នក admin អត់ថ្ងៃនេះ admin មកចែករំលែកពីវិធីសមាធិណានឹងថ្ងៃសម្រាប់ការសមាធិ admin ក៏បានចែករំលែកជាមួយនឹងបទពិសោធន៍ដែលដៃគុណគាត់បានចែករំលែកចឹងណា admin ធ្លាប់ផុសដូចជា2 3ដងដែរហើយឥឡូវ admin មកចេញបន្តទៀតយើងអាចធ្វើតាមគាត់ហើយមួយទៀតសម្រាប់ការសមាធិអ្នកទាំងអស់គ្នាអាចជ្រើសរើសសម្លៀកបំពាក់អាចថាពណ៌សហើយកុំពាក់រៀងតឹងពេកណាព្រោះពាក់ពណ៌ខ្មៅអាចយើងច្រឡប់ជាមួយនឹងថាមពលខ្មៅចឹងទៅព្យាយាមពាក់រៀងមានពលិដូចជាពណ៌សទៅបើអាចធ្វើទៅបានណាហើយមួយទៀតនៅពេលដែលរៀបសមាធិហ្នឹងគឺអ្នកទាំងគ្នាអាចចាក់សលេងទឹកហូរឬក៏តាក់ទងជាមួយនឹងភ្លេងដែលមានធ្លាប់ចែករំលែកហ្នឹងណាគឺតាក់ទងជាមួយនឹង healing energy ដើម្បីស្ដាប់ទៅគឺរងាប់ចិត្តឲ្យធូរអារម្មណ៍ហើយសម្រាប់ការសមាធិហ្នឹងគឺយើងចំណាយពេលប្រហែលជា5ទៅ10នាទីហើយអាចធ្វើបានជារៀងរាល់ថ្ងៃមួយថ្ងៃម្ដងឬក៏2ដងអញ្ចឹងណាមិនថាពេលព្រឹកឬក៏ពេលថ្ងៃឬក៏ពេលយប់មុនចូលគេងទេឬក៏យើងធ្វើឲ្យហើយយើងអាចធ្វើការងារបន្តទៀតណាមិនថាពេលព្រឹកពេលថ្ងៃឬក៏ពេលយប់ហើយសម្រាប់ការសមាធិនេះដែរគឺដើម្បីឲ្យយើងមានចិត្តស្ងប់មួយទៀតដូចថាយើងមានលំនឹងនៅក្នុងខ្លួនណាជាមួយនឹងថាមពលចិត្តហើយគឺជួយឲ្យយើងមានសិលនៅក្នុងខ្លួនទៀតអញ្ចឹងសម្រាប់អ្នកដែលគាត់មានអារម្មណ៍ថាខ្លាចមានថាមពលខ្មៅមកបៀតបៀនគាត់ឬក៏មានអារម្មណ៍ថាបានយ៉ាងដូចជាអាចនឹងមានគេដាក់មុនខ្មៅឬក៏ខ្មៅព្រាយបិសាចតាមគាត់អីចឹងឬក៏គាត់ទៅកន្លែងណាមួយដូចខុសទាស់មួយគេមានគេតាមអីចឹងណាឬក៏យើងហ្នឹងហើយមានមនុស្សមិនល្អប៉ងយើងមិនថាគេយករូបថតយើងយកទៅធ្វើអីមួយទេអញ្ចឹងអ្នកទាំងនេះអាចដូចថានិយាយខ្លួនឯងណាឬក៏យើងបើយើងមានអ្នកតាមថែសារយើងឧទាហរណ៍យើងមានហឹងគ្រូបាស្យាយើងអញ្ចឹងយើងអាចឲ្យធុបឲ្យសុំគាត់ថាយើងថ្វាយបួសមួយអាទិត្យឬក៏មួយខែទៅបើសិនជាមួយខែយូរពេកយើងថ្វាយបួសមួយអាទិត្យសិនហើយយើងចាប់ផ្ដើមសមាធិជារៀងរាល់ថ្ងៃហ្មងណាហ្នឹងហើយដើម្បីឲ្យយើងមានសិលនៅក្នុងខ្លួនកាលណាយើងហូបបួសទៅយើងស្អាតក៏ពួកនឹងវាអាចចូលមកចិត្តយើងបានដែរណាបើសិនជាវាចង់ដូចថាដាក់មន្តអាគមមកក្បែរយើងអីគឺពួកនឹងអាចចូលមកចិត្តយើងបាននៅពេលដែលយើងមានសិលសមាធិពេញខ្លួនហើយយើងញ៉ាំបួសលៀងសម្អាតទៀតចឹងណាហ្នឹងហើយអារម្មណ៍យើងក៏ចិត្តថ្លាជាងមុនដែរព្រោះអត់មានបានសាក់លបងហើយចឹងអ្នកទាំងនេះអាចសាក់លបងតាមអត់មានគឺថ្វាយបួសមួយអាទិត្យសិនណាបន្ទាប់មកទៀតរងថ្ងៃសិលយើងចាប់ផ្ដើមញ៉ាំបួសទៅហើយយើងតមសាច់គោហើយនិងសាច់កង្កែបសម្រាប់អ្នកដែលកាន់សិល5ណាអត់សម្លាប់សត្វអត់និយាយកុហកហើយអត់ផឹកស្រាជក់បារីអត់លេងល្បែងណាហើយនឹងមិនមូសាកុហកឬក៏ធ្វើបាបអ្នកដទៃទេអានឹងគឺការកាន់សិល5ណាហើយនឹងញ៉ាំបួសរងថ្ងៃសិលនិងមួយទៀតតមសាច់ជ្រូកតមសាច់គោនិងសាច់កង្កែបឲ្យបានណាហ្នឹងហើយនឹងបើសិនជាអ្នកនរគ្នាមានអារម្មណ៍ថាជាប់គាំងជាមួយនឹងម្ចាស់កម្មពៀឬក៏មនុស្សមិនល្អចង់ចូលមកលេងសើចអ្នកនរគ្នាអាចបលែងដើមម្គូបលែងទុំម្គូត្រេងដែងម្គូជាមួយនឹងចាបម្គូចឹងទៅឬក៏អត់ទេអាចបលែងតែដៅក៏បានដែរហើយបើអាចបលែងនៅតាក់សិនកោក៏បានដែរកន្លែងអង្គរមានទឹកសង្ខានគេហៅតាក់សិនកោណាឬក៏ស្រះស្រង់ក៏បានដែរហើយឬក៏មួយទៀតបលែងថេងដែង9ក្បាលមកក៏បានដែរបើសិនជារនដាក់រយៈបានចឹងណាអាសាបលែងរងថ្ងៃសិលដើម្បីឲ្យចាប់ជាមួយម្ចាស់កម្មពៀហើយអ្នកដែលមានអំណងមិនល្អហ្នឹងក៏មិនអាចចូលមកចិត្តយើងវិញបានដែរណាហើយមួយទៀតសម្រាប់សមាធិក៏ដូចគ្នាណាញ៉ាំបួសរងថ្ងៃសិលឬក៏ថ្វាយបួសមួយអាទិត្យសិនទៅបន្ទាប់មកទៀតចាំយើងញ៉ាំបួសរងថ្ងៃសិលក៏បានដែរជាប្រចាំទៅហើយសមាធិជាប្រចាំរហូតទៅណាក៏មិនខានក៏ជួយយើងដែរតាក់ទងជាមួយនឹងផ្លូវចិត្តយើងហើយក៏ឲ្យយើងមានតាក់ទងមួយធម៌ឬក៏បុណ្យសិលនៅក្នុងខ្លួនអញ្ចឹងពួកនឹងធ្វើឲ្យយើងអត់បានទេបិទកំឡោចតាក់ទងមួយមុនខ្មៅអញ្ចឹងណាបើសង្ស័យថាមានគេលួចដាក់យើងឬក៏ដូចថាដោយមកដែលអចេតនាអញ្ចឹងណាហ្នឹងហើយព្រោះអត់មានបាត់សាក់លបងឲ្យឃើញឆ្លាស់មែនហើយមួយទៀតនៅពេលដែលអ្នកទាំងគ្នាសមាធិហ្នឹងគឺបើសិនជាមានអារម្មណ៍ថាល្ងួយគេងឬក៏កុករៀងងោកអីព្យាយាមទាញខ្លួនឯងមកវិញណាព្រោះនៅពេលដែលយើងខ្សោយពួកនឹងក៏អាចបន្លំចូលយើងបានដែរនៅពេលដែលយើងកំពុងតែមានអារម្មណ៍ថាពួកនឹងវាមកចិត្តយើងបន្ទន់ចិត្តយើងធ្វើអារម្មណ៍យើងរវើរវាយខ្វល់ខ្វាយឬក៏មួយទៀតការຕົកអត់ដឹងមូលហេតុជាពិសេសមុនសិលមួយថ្ងៃដែលគេហៅថាសិលអង្គឋានឬក៏ថ្ងៃសិលនឹងព្រោះអាចមានឆ្លងកាត់ផ្ទាល់ហ្មងអញ្ចឹងអាចមានបានឆ្លងកាត់ដំណាក់កាលនឹងហើយក៏មានអារម្មណ៍ថាជ្រះថ្លាមែនតើនៅពេលដែលយើងបានថ្វាយបួសមួយអាទិត្យហើយឬក៏ថ្វាយបួសមួយខែហើយយើងជាយើងសមាធិបន្តទៀតហើយនឹងញ៉ាំបួសរងថ្ងៃសិលអញ្ចឹងទៅញ៉ាំបួសរងថ្ងៃសិលហ្នឹងគឺយើងអាចញ៉ាំលក្ខណៈជាពងមាន់ពងទាអញ្ចឹងណានិយាយទៅសុទ្ធតែអត់មានកកំណើតហើយនឹងមួយទៀតយើងអាចញ៉ាំឆ្នៃជាម្ហូបដូចថាពងទាប្រៃឬក៏តៅហ៊ូអីចឹងបន្លែឬក៏សាឡាត់អីចឹងទៅកុំឲ្យតែយើងមានជាលក្ខណៈសាច់អីចឹងណាហ្នឹងហើយនឹងក៏គេហៅលក្ខណៈបួសដែរអាចចូលឆែកតាក់ទងជាមួយនឹងអាហារបួសបានណាហ្នឹងហើយអូខេអញ្ចឹងសម្រាប់សមាធិគឺយើងអាចចំណាយពេលត្រឹមតែ5ទៅ10នាទីទេហើយយើងចាក់សលេងទឹកហូរទៅហើយសម្រាប់ការសមាធិហ្នឹងគឺអ្នកនរគ្នាអាចយកជើង
ខាងស្ដាំពេលយើងអង្គុយពេនភ្នែនណាបត់ជើងហ្នឹងណាពេនភ្នែនហ្នឹងគឺជើងខាងស្ដាំដាក់លើជើងខាងឆ្វេងហើយដៃខាងស្ដាំដាក់លើដៃខាងឆ្វេងហើយយើងអង្គុយឲ្យត្រង់ខ្លួនណាសម្រាប់ខ្លួនឲ្យត្រង់បន្តមកទៀតយើងបែរមុខទៅខាងមុខឲ្យត្រង់ដែរទៅហើយយើងដកដង្ហើមមួយហើយឲ្យយើងមានអារម្មណ៍ថាខ្យល់ចេញចូលហ្នឹងគឺយើងដឹងនៅក្នុងចិត្តយើងអញ្ចឹងណាដង្ហើមចេញដង្ហើមចូលដង្ហើមចេញដង្ហើមចូលអញ្ចឹងទៅហើយបន្តមកទៀតអ្នកនរគ្នាអាចដូចថាបិទភ្នែកក៏បានដែរណាហើយតាំងលំនឹងខ្លួនឯងនឹងអញ្ចឹងទៅហើយយើងកំណត់ម៉ោងទៅ5នាទីឬ10នាទីហើយអាសាធ្វើជាប្រចាំអ្នកនរគ្នានឹងបាត់តាក់ទងជាមួយនឹងដូចថាឆ្អល់ពោះឬក៏ចុកចង្កេះអីអញ្ចឹងណាអាហ្នឹងក៏វាជួយយើងបានច្រើនដែរអញ្ចឹងអាចសាកល្បងដោយខ្លួនឯងបានណាអូខេadmin នឹងអាសាចែកម្លែកតាក់ទងជាមួយនឹងការធ្វើម៉េចឲ្យមានសិលសមាធិនៅក្នុងខ្លួនក៏ដូចជាការហូបស្អាតញ៉ាំបួសអញ្ចឹងទៅណាហ្នឹងហើយយប់វិញក៏adminបានចែកម្លែកឲ្យបងអូនស្រីមួយដែលគាត់ឆាតមកតាម TikTok ដែរតាក់ទងនឹងថាតើហេតុអីបានគាត់នៅតែនឹកគូកម្មគាត់អីចឹងណាទោះដឹងថាគេគាត់ផិតអីក៏ដោយអញ្ចឹង admin ចង់ចែកម្លែកនៅក្នុងការប្រតិបត្តិសមាធិនេះដែរបានន័យថាជួនកាលយើងនៅជាពាក់កម្មគេអញ្ចឹងព្យាយាមសមាធិឲ្យចិត្តយើងជ្រះថ្លាហើយយើងឧទ្ទិសបុណ្យជូនទៅគេផងណាមិនថាជាម្នាក់ដែលសង្សារអតីតកាលហ្នឹងឬក៏មនុស្ស X ហ្នឹងឬក៏ម្ចាស់កម្មពៀឬក៏ដូចថាផ្សេងទៀតដែលតែតែឈ្នះនេះយើងហ្នឹងណាក្រោយពីសមាធិចប់ហ្នឹងយើងក៏និយាយថាអូខេខ្ញុំសូមឧទ្ទិសជូនទៅម្ចាស់កម្មពៀមនុស្សអតីតសង្សារចាស់អីចឹងទៅណានឹងហើយឬក៏ឧទ្ទិសជូនអ្នកណាដែលមានបំណងមិនល្អសូមឲ្យគាត់ទទួលផលបុណ្យពីសមាធិយើងផងអញ្ចឹងក្រោយយើងសមាធិហ្នឹងក៏យើងអាចឧទ្ទិសជូនបុណ្យទៅគេដែរឬក៏ឧទ្ទិសជូនទៅម្ចាស់កម្មពៀឬក៏អ្នកណាដែលមានបំណងអាក្រក់ដាក់មកយើងហ្នឹងឧទ្ទិសជូនគេទៅយើងឆាប់ផុតកម្មចាស់ជាមួយគេណាឬក៏យើងចង់ជួយអ្នកណាដែលគាត់ទទួលចង់បានបុណ្យណាមិនថាអ្នកដែលគាត់ចែកឋានទៅហើយទេបើយើងកំពុងតែមានធម៌ពលល្អហើយយើងអត់មានអ្នកណាឈ្នះនេះយើងអាហ្នឹងយើងអាចសមាធិឲ្យទៅជូនគាត់បានណានឹងឯសាច់ញាតិដែលគាត់ចែកឋានអីហើយក៏បានដែរអូខេអញ្ចឹងឃើញតែអស់ហើយសម្រាប់វីដេអូនេះណាហើយអធិស្ឋានបើសិនជាអត់មាននិយាយញាប់ឬក៏មានការឆ្កំឆ្គងអញ្ចឹងណាគ្រាន់តែអត់មានចង់ចែករំលែកឲ្យអ្នកនរគ្នាធ្វើការសមាធិដើម្បីឲ្យចិត្តនឹងស្ងប់ហើយអត់សូវរវើរវាយជាមួយនឹងអតីតកាលហើយរៀនបោះបង់អតីតកាលដែលមិនល្អចោលណាហើយព្យាយាមធ្វើបុណ្យទោសទានឲ្យច្រើនអ្នកនរគ្នានឹងជួបជីវិតមួយដែលមានពន្លឺត្រចះត្រចង់នៅថ្ងៃខាងមុខហើយក៏ជួបតែរឿងល្អៗហើយស្រូបទាញរឿងល្អៗដែរណាហ្នឹងហើយអធិស្ឋានបើសិនជានិយាយទៅញាប់ពេកឬក៏ខុសឆ្គងកន្លែងណាអញ្ចឹងណាព្រោះអត់មាននិយាយផ្ទាល់ផុសផ្ទាល់ហ្មងណាហ្នឹងហើយអូខេហើយជួបគ្នានៅវីដេអូបន្តទៀតដែលអត់មានធ្លាប់សន្យាថានឹងផុសហ្នឹងអូខេបាយបាយ